អ្នកធ្លាប់ទេចូល trade តាមផែនការបានល្អណាស់ប៉ុន្តែពេលតម្លៃចាប់ផ្ដើមផ្លាស់ទីបន្តិចអ្នកក៏ចាប់ផ្ដើមសង្ស័យខ្លួនឯងរំកិល stop loss បន្តិចបិទ profit មុនគម្រោងឬបើក trade ថ្មីដោយគ្មានហេតុផលនៅចុងក្រោយអ្នកមិនខាតដោយសារផែនការទេប៉ុន្តែខាតដោយសារការផ្លាស់ប្ដូរផែនការកណ្ដាលផ្លូវស្រមៃថាមាន trader ម្នាក់ដែលបានវិភាគទីផ្សារយ៉ាងល្អគាត់កំណត់ចំណុចចូលចំណុច stop loss និង take profit រួចជាស្រេចពេលចូល trade ដំបូងទីផ្សារធ្លាក់បន្តិចភ្លាមគាត់ភ័យហើយរំកិល stop loss ឲ្យឆ្ងាយជាងមុនព្រោះមិនចង់ខាតបន្ទាប់មកទីផ្សារឡើងវិញប៉ុន្តែគាត់បិទ trade មុនដល់ take profit ព្រោះខ្លាច profit បាត់មិនយូរប៉ុន្មានតម្លៃបន្តឡើងដល់គោលដៅដែលគាត់បានវិភាគតាំងពីដំបូងគាត់មិនខុសក្នុងការវិភាគទេគាត់ខុសព្រោះមិនស្មោះត្រង់នឹងផែនការរបស់ខ្លួននេះគឺជាអន្ទាក់ផ្លូវចិត្តដែល trader ជាច្រើនធ្លាក់ចូលពេលឃើញតម្លៃផ្លាស់ទីរាងកាយចាប់ផ្ដើមភ័យចិត្តចង់ការពារប្រាក់ឬចង់រកចំណេញឲ្យបានលឿនអារម្មណ៍ចាប់ផ្ដើមបញ្ជាការសម្រេចចិត្តជំនួសឲ្យផែនការដែលបានរៀបចំដោយស្មារតីស្ងប់ស្ងាត់ប៉ុន្តែទីផ្សារមិនសាកល្បងអារម្មណ៍របស់អ្នកទេវាសាកល្បងវិន័យរបស់អ្នកមុនពេលចូល trade រាល់ដងត្រូវសរសេរផែនការឲ្យច្បាស់កំណត់ entry stop loss និង take profit មុនចុច buy ឬ sell បន្ទាប់ពីចូល trade ហើយកុំកែប្រែផែនការលុះត្រាតែមានហេតុផលបច្ចេកទេសថ្មីដែលមានមូលដ្ឋានច្បាស់លាស់មិនមែនដោយសារភ័យឬលោភបន្ទាប់ពី trade ចប់សូមកត់ត្រាលទ្ធផលហើយវិតម្លៃថាអ្នកបានអនុវត្តតាមផែនការឬអត់មិនមែនវាស់តែចំណេញឬខាតប៉ុណ្ណោះទេចងចាំថា trader ជោគជ័យមិនមែនជាអ្នកដែលតែងតែត្រូវទេប៉ុន្តែជាអ្នកដែលអាចអនុវត្តផែនការដដែលដោយវិន័យកុំឲ្យអារម្មណ៍បំផ្លាញការងារដែលអ្នកបានរៀបចំជាច្រើនម៉ោងបើផែនការរបស់អ្នកមានគុណភាពសូមទុកឲ្យវាធ្វើការរបស់វាកុំផ្លាស់ប្ដូរ plan កណ្ដាលផ្លូវព្រោះវិន័យថ្ងៃនេះគឺជាប្រាក់ចំណេញថ្ងៃស្អែកបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like share និង follow ដើម្បីរៀនពីការគ្រប់គ្រងអារម្មណ៍និងក្លាយជា trader ដែលមានវិន័យកាន់តែខ្លាំងពី Mythica Traders Hub